แต่ขยมผัดไผ่ได้ในเปียเปเตอร์ปลาเกจกรอบมันรวยยมก็มดังเพิ่มมาจ้ะได้เตียหน้ารถจอดสัตว์ไก่โกนไก่ไอจังละเงะละงะโอ้บะรังแต่เฮียนซิมแบบบังนึงบังเป็นนะให้เธอสกไม่บังเยอะบังมากันไปเชื่อพวกรถว่ายืนได้จะเมื่อยมตัวลวกไปให้เจมองปีได้ไปแต่เนี่ยเธอกาติงเนี่ยกระสายไปยืนแล้วนึงอัดมีนเต้วิมีแต่เนี่ยเฮียนยังนึงช่วยติงสไลด์ได้ย้อมกัดเมาปลาเมินเรากัดเมาปลาเมินให้มองปีเชียงยมชิมดาวเตียมองไปเก็บบันมองบุญเชียงแบบบันน่ะอะไรสบายขมาไว้บันมาเยิงเราอะไรสบายขมาตีมวยนั่งมองนั่งไงให้บันมอปวดแกนั่นนั่งแกรับเตียดเราเวียใจสไลด์ได้ไปใจปรีบ้ามันเนี่ยมาป้องมาเนี่ยมาป้องอ่ะอะไรอะไรเยอะบ้านมาดอที่ตั้งบากไหลจนพิศักคือในวอดบาจันซี่บางคนแต่งออกนี้ให้ยมเมาตั้งปีเหมือนสมัยให้เคยทำบางคนไปช่วยโปรดบายืนจนพิศักคือเมาจราคลั่งเหมือนเต้นบงลอยนั่นคือเมียนจนพิศักไปให้ชีพ50ครูซาบางคนแต่งออกนี้แต่เลยนั่นคือบาในวอดบาจันซี่พอยืนคือเมียนจนพิศักโหแต่ดอบาบุญปรำโรยครูซาให้จังยมจับดาวเมาสไลด์ได้บองสไลด์แต่มาดองมลุได้ใช่ไหมจ้าได้ตาได้จะเมาอยู่แต่ก็ได้ก็บ้าแล้วอมสบายใช่ไหมบ้านสไลด์ได้จังแล้วcho dùng mai cái dao thiết thế baoกันแต่ละใบโอ้แต่ตั้งกำหนาโอ้บางคนแต่ออกนี่คือในที่นี้ชนเพียสักคราวในยังสบายใจในแต่ในบ้านมาโชว์รูมในที่นี้คือให้ออกคนอย่างคลั่งเป็นเต้นแต่ดอcáiอย่างที่แต่งจากสปอนเซอร์ได้ในក្នុងវីដេអូទៅបានលុយខ្លះដើម្បីទិញសម្ភារៈក៏ដូចជាបាទស្បៀងមួយចំនួនជូនអ៊ំជនភៀសសឹករបស់យើងដែលនៅភូមិបាទប្រៃច័ន្ទជាពិសេសគាត់ភៀសសឹកមកកាន់បាទវត្តច័ន្ទស៊ីផ្ទាល់តែម្ដងអរគុណបាទបងប្អូនទាំងអស់គ្នាដែលត្រូវការជាមួយនឹងកាអៀកយ៉ាងធាឈឺដៃឈឺជើងអីអាចបិទបានជាមួយនឹងកាអៀកយ៉ាងធារបស់យើងហើយឥឡូវនេះអស់ហើយបាទអូលឿនមែនតើបាទដៃដីរបស់ខ្ញុំលឿនអ៊ំមកក្រោយគេបានមកកំប៉ុងយកអ៊ំអ៊ំសុំសួរបន្តិចមកអ៊ំភៀសសឹកមកកាន់វត្តច័ន្ទស៊ីនេះប្រហែលថ្ងៃហើយអ៊ំខ្ញុំមកបាន2យប់ហើយ2យប់ហើយអ៊ំណោះចាបាទហើយមិនដែរសម្រាប់ស្បៀងអីមានការរៀបចំជូនគ្រប់គ្រាន់ហើយអ៊ំទេចែកតាំងពីទឹកតាំងពីកស៊ូហើយមុងបានដែរណ៎អ៊ំណោះចារដ្ឋមន្ត្រីរដ្ឋការអ្នកថ្នាក់តូចអ្នកធំអីគាត់ជួយអាណិតដែលជនភៀសខ្លួនមកខ្លះណាគ្នាមកបានតាเขาอ่างติงตัวบ้านอดผ่องเมานึ่งเมาแต่งเพิดแต่งเพยเมาแต่งเพิดแต่งเพยให้อมเมานี่เมาแบบครัวซาหรือเมาประมาณนี้ได้อมเมาจานครัวซาเมาจานครัวซาอมเนาะให้อมสมัยตองในมุยนาได้อมตองในขังเกลาเนี่ยอมเนาะบ่าบางปูมาเคยให้ชนพิศักในวอดจันซีได้กิจคลุนปีพุ่มปริจันในโครงการวิ่งประหาปีสำนักบัติหินไทยมากันไปเชื่อปรดระบายยืงแต่อ๋อนี่យើងឃើញហើយថាតាហ៊ានថៃបានបំពេញទៅកាន់បាទប្រជាពលរដ្ឋខ្មែរស្លូតត្រង់ដែលពុំមានអីជាប់ដៃសោះបាញ់ប្រហារអ្នកខ្លះក៏របួសអ្នកខ្លះបាត់បង់អាយុជីវិតយើងបានធ្វើបុណ្យទៅដល់បងប្រុសមួយរូបដែលគាត់ជាជនភៀសសឹកឥឡូវគាត់បានស្លាប់ម្សិលមិញហ្នឹងគឺធ្វើបុណ្យហើយហើយអ៊ំមានអីអំពាវនាវទៅកាន់បងប្អូនរបស់យើងដែលគាត់ចង់មកចូលរួមនៅវត្តច័ន្ទស៊ីនេះឬក៏ដឹកជំនួយមកអ៊ំមានអីនិយាយទៅកាន់ពួកគាត់ដែរបាទសូមជើញខ្ញុំសូមអរគុណជាច្រើនហើយម្យ៉ាងទៀតខ្ញុំសូមជូនពរឲ្យម្ចាស់ជំនួយហើយនឹងរដ្ឋាភិបាលពិភពលោកទាំងមូលហើយអ្នកតូចអ្នកធំរាជការដែលលោកបានឧបត្ថម្ភឲ្យទឹកខ្ញុំហូបហើយឲ្យជាស្បៀងអាហារនេះខ្ញុំនឹងមានចិត្តត្រេកអរជាពន់ពេកតែខ្ញុំផិតភ័យដែលនៅពាកពេកទៅខ្លាចកិច្ចគ្រាប់មិនរួចកូនច្រើនចៅច្រើនល្ងាល្ងាឯចាស់ហើយតាចិត្តជាងហើយអូតាចិត្តជាងហើយអ៊ំណាហើយខ្ញុំក៏មិនដឹងធ្វើមកចាស្ដាយផ្ទះហើយណារត់ចោលសัตว์កែកូនកែអីចឹងល្ងាល្ងាអូពិបាកខ្លាំងមែនទែនបាទយើងសង្ឃឹមថាបាទការឈ្លានពានរបស់ចៅសៀមនេះថាដឹកនាំកំពុងតែបាទគិតគូរយ៉ាងខ្លាំងទៅកាន់ប្រជាពលរដ្ឋរបស់យើងទាំងស្បៀងអាហារទោះបីជាជនភៀសសឹកមកច្រើនឡើងរហូតដល់400ជាងគ្រួសារហើយនៅវត្តច័ន្ទស៊ីនេះបងប្អូនក៏ប៉ុន្តែមានបាទសពរជនផងតាមរយៈជំនួយខ្ញុំផងតាមរយៈសពរជនផ្សេងហើយនឹងថ្នាក់ដឹកនាំតែងតែគិតនៅទីនេះមិនត្រឹមតែមាននៅបាទទឹកស្បៀងសម្ភារៈទេមានតាំងពីឡានពេទ្យមានពេទ្យចាំជួយពិនិត្យជំងឺទៀតអ៊ំណាមានពេទ្យឲ្យថ្នាំទៅពិនិត្យទៅអីឲ្យហើយគាត់ឲ្យថ្នាំហូបហើយខ្លាចខ្វះទឹកអីដឹកទឹកចែកមកទាំងយប់ទាំងអីអញ្ចឹងគិតពីជាប្រវត្តិមែនទេបាទអរគុណណាអ៊ំសង្ឃឹមថាអ្វីនឹងល្អប្រសើរឡើងអ៊ំឆាប់បានត្រឡប់ទៅផ្ទះវិញណាអ៊ំអាចទៅសម្រាប់បានហើយល្ងាចយើងនឹងធ្វើម្ហូបបន្តទៀតជាមួយនឹង Belly Cooking ដើម្បីចែកជូនទៅកាន់ជនភៀសសឹកដែលគាត់ភៀសសឹកមកកាន់វត្តច័ន្ទស៊ីនេះហើយអរគុណបងប្អូនទាំងអស់គ្នាដែលតែងតែ share តែងតែចូលរួមជាមួយនឹងខ្ញុំបាទអរគុណមកអ៊ំឥឡូវយើងមកជួបបងស្រីដែលជាអ្នកលក់សណ្ដែកដីបន្តិចពីព្រោះថាបងស្រីតាមតែដឹងតតែម្ដងគឺបងក៏ជាអ្នក
បាននៅខាងប្រទីមានជ័យប្រៃច័ន្ទនេះដែរបង ចា បងអាចដឹងទេថាសកម្មភាពដែលកើតឡើងនៅថ្ងៃទី12ម្សិលមួយថ្ងៃមួយហ្នឹងតែហ៊ានសៀមវាបាញ់ហ្នឹងបាញ់ពេលណាហើយទៅសុកមិនបានវាបាញ់មកកាន់ប្រជាពលរដ្ឋរបស់យើងដែរ ចាំមើលខ្ញុំទៅលក់ប្រហែលជាម៉ោង2ដែរប៉ុន្តែអ្នកធ្វើការទិញអ្នកកសែតដូចយើងដែរហ្នឹងអត់មានទេវាមានតែអ្នកតាហ៊ានយើងហ្នឹងជួយទិញស្ដេចដីខ្ញុំគិតមក 50000 ដល់គិតមក 50000 ហើយម៉ោង2ជាងខ្ញុំជិះមកដល់ផ្ទះម៉ោង3គេបាញ់ម៉ោង4ជាងបាទម៉ោង បានទេ 4 បងគ្រាន់តែជិះចេញមកផុតពីទីតាំងហ្នឹងគឺវាចាប់ផ្ដើមបាញ់មកលើប្រជាពលរដ្ឋទេបង នឹងឯងប្រហែលជាម៉ោង4 10នាទីអីហ្នឹងវាបាញ់ប្រោយវាបាញ់នៅកន្លែងស្បៃខ្មៅវាបាញ់មកយើងប្រោយ កន្លែងស្បៃខ្មៅទី1ហ្នឹងបង ហ្នឹងហើយបាញ់មកពួកគេនោះហ្នឹងគេរត់ត្រៀត បាទ រត់ទៅមានណាគេដឹងអីហងវាបាញ់មកប្រោយអត់មានបាក់ចាំយើងតវ៉ាគ្នាប្រកេប្រកងគ្នាទៅវាបាញ់មក បាទ ចឹងទៅខ្មែរយើងទៅលបួសទៅគេយកទៅពេទ្យ អាណិត អី មែនតើទៅកាន់សពទៅកាន់ជនភេសជ្ជរបស់យើងដែលគាត់អត់ដឹងរឿងសោះបែរជាត្រូវរត់គិចផ្ទះហើយរត់គិចគ្រាប់អ្នកខ្លះក៏លបួសអ្នកខ្លះក៏បាត់បង់អាយុជីវិត ចា បាទយើងសង្ឃឹមថាអ្វីៗនឹងអបអរសាឡើងហើយយើងក៏សូមស្គាល់ទោសទៅកាន់ប្រទេសថៃក៏ដូចជាថ្នាក់ដឹកនាំថៃទៅហ៊ានថៃទាំងអស់យើងស្គាល់ទោសតែម្ដងពីព្រោះថាបើកការវាយប្រហារមកលើប្រជាពលរដ្ឋស្លូតត្រង់ដែលមិនដឹងអីដែលគ្មានកំភ្លើងគ្មានអាវុធនៅដៃតែម្ដងបងប្អូនទាំងអស់គ្នាឥឡូវខ្ញុំនៅវត្តច័ន្ទស៊ីហើយបងប្អូនបានឃើញហើយប្រជាពលរដ្ឋភេសសឹកមកច្រើនអ្នកខ្លះរស់នៅក្រោមតង់អ្នកខ្លះក៏រស់នៅបាទក្រោមដើមឈើមានតង់ខ្វះអីតិចតួចតែថ្នាក់ដឹកនាំក៏តែងតែគិតគូរទៅដល់ប្រជាពលរដ្ឋរបស់យើងមានឡានពេទ្យសម្រាប់ត្រៀមចាំព្យាបាលទៅដល់បាទជនភេសសឹកយើងមានទឹកយើងមានអាហារផ្សេងសម្រាប់ផ្ដល់ជូនតែក៏សង្ឃឹមថាសពប្រជាជនដែលបានឃើញវីដេអូនេះក៏នៅតែបន្តជួយតាមរយៈខ្ញុំក៏បានមកទីនេះក៏បានដែរទីតាំងគឺនៅវត្តច័ន្ទស៊ីនៅខាងបាទពុទ្ធសោតបាទបងប្អូនទាំងអស់គ្នាបាទស្រុកអូជ្រៅនៅខាងពុទ្ធសោតចុះបងប្អូនមកក៏សួរគេថាវត្តច័ន្ទស៊ីទៅគឺនឹងជំរាបជូនហើយអរគុណបងប្អូនទាំងអស់គ្នាមានអ្វីដែលពិសេសខ្ញុំនឹងអាប់ដេតជូនបងប្អូនទាំងអស់គ្នាបន្តទៀតអរគុណច្រើន